ការខូចខាតបឋមព្រោះគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលវាយប្រហារអាស៊ីអាគ្នេយ៍ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 7.7 វិកទ័របានវាយប្រហារចំកណ្ដាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រទី 28 ខែមីនានេះដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងច្រើនជាពិសេសនៅក្នុងទីក្រុងម៉ាណាលីការរញ្ជួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសគឺប្រទេសថៃឥទ្ធិពលរញ្ជួយដីនៅមីយ៉ាន់ម៉ាមួយទីក្រុងម៉ាណាលីគ្រោះរញ្ជួយដីបាននាំឲ្យមានការបាក់រលំអគារជាច្រើនរួមជាមួយសំណង់កម្ពស់ 5 ជាន់ដោយមានមនុស្សមួយចំនួនកំពុងជាប់គាំងសាក្សីបានរាយការណ៍ពីទស្សនវិជ្ជាចលនាដោយមានមនុស្សរត់កាត់តាមផ្លូវទាំងភ័យស្លន់ស្លោការខូចខាតក៏ត្រូវបានរាយការណ៍ផងដែរនៅមានរាជវាំងចាស់ម៉ាណាលីទីក្រុងសាកាំងពីណាវ៉ាបានបាក់រលំរំខានដល់ការធ្វើដំណើរនិងការរាំងស្ទះដល់ការជួយសង្គ្រោះ3រាជធានីណៃពីដោរាជធានីនេះបានជួបប្រទះនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរួមទាំងផ្លូវថ្នល់និងដំបូលអគារមួយចំនួនផ្ទះសម្បែងនិងទីសក្ការៈបូជាសាសនាមួយចំនួនក៏ត្រូវបានប៉ះពាល់ផងដែរការរញ្ជួយដីលើកទី2ប្រហែល12នាទីបន្ទាប់ពីការរញ្ជួយដីដំបូងការរញ្ជួយដីកម្រិត 6.4 វិកទ័របានកើតឡើងនៅជិតទីក្រុងម៉ាណាលីដែលធ្វើឲ្យការខូចខាតកាន់តែធ្ងន់ធ្ងរនិងធ្វើឲ្យប្រតិបត្តិការជួយសង្គ្រោះមានភាពលំបាកផលប៉ះពាល់នៅប្រទេសថៃបាងកករញ្ជួយដីបានធ្វើឲ្យអគារនានាដួលរលំនាំឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងអគារមួយចំនួនដែលកំពុងសាងសង់នៅសង្កាត់ឆាតុចាក់បានបាក់បណ្ដាលឲ្យមានអ្នករបួសជាច្រើនអ្នកសេវារថភ្លើងក្រោមដីនិងរថភ្លើងធុនស្រាលត្រូវបានផ្អាកជាវិធានការប្រុងប្រយ័ត្នផលប៉ះពាល់ក្នុងតំបន់ប្រទេសចិននៅក្នុងខេត្តយូណានការរញ្ជួយដីបានកើតមានឡើងយ៉ាងខ្លាំងដែលនាំឲ្យផ្ទះសម្បែងរងការខូចខាតនិងមានការរងរបួសនៅក្នុងទីក្រុងព្រំដែនរ៉ូលីខេត្តផ្សេងទៀតរួមមានហ៊ុយជូហួងស៊ីនិងស៊ីឈួនក៏បានជួបប្រទេសការរញើផងដែរប្រទេសឥណ្ឌានិងប្រទេសវៀតណាមការរញ្ជួយត្រូវបានជួបប្រទេសនៅក្នុងតំបន់រាជធានី New Delhi នៅរដ្ឋធានី New Delhi និងនៅទីក្រុងហាណូយនិងទីក្រុងហូជីមីញដែលបណ្ដាលឲ្យមនុស្សជម្លៀសខ្លួនចេញពីអគារនានា